បងប្អូននេះជាបទពិសោធន៍មួយដែលយើងទិញអំបោះមកយើងទិញមកយើងឃើញគេចងធម្មតាគេចងលួសឬចងខ្សែរឹតសាច់អំបោះនឹងរួចណាប៉ុន្តែយើងយកមកបោះវាចេះតែរបូតម្ដងមួយអញ្ចឹងវាធ្វើឲ្យអំបោះយើងបោះអត់បានយូរឆាប់ខូចដល់ពេលអញ្ចឹងខ្ញុំមានវិធីសាស្ត្រមួយគឺយើងយកនេះយកកៅវិទ្យាសាស្ត្រយើងនេះយើងប្រើកៅ2016ព្រោះកៅហ្នឹងវាជាប់បានយូរយើងប្រើសល់ប្រើអីយើងអាចទុកប្រើថ្ងៃក្រោយបានណាយើងយកមកចាក់តាមហ្នឹងមកឲ្យសាច់អានេះសាច់អត្តស័យអំបោះហ្នឹងវាជាប់គ្នាខ្លាំងទៅវាអត់ងាយទៅដកទេណាអញ្ចឹងយើងប្រើបានយូរហើយយើងចាក់វាមកចាក់តាមនេះហ្នឹងមកចាក់ហ្នឹងដូចយើងបិទវាភ្ជាប់គ្នាអញ្ចឹងណាចាក់អញ្ចឹងមកពេលបងប្អូនពេលវាជាប់ហើយយើងបោះទៅវាអត់ងាយទៅដករបូតអាម៉ាតស័យហ្នឹងទេអញ្ចឹងយើងប្រើបានយូររបស់យើងណាហើយបើបងប្អូនមានអំបោះច្រើនបងប្អូនត្រូវការចំណេញបងប្អូនទិញដបធំទៅកាល2016ហ្នឹងដបធំគេមានលក់ដែរអញ្ចឹងណាបាទដបធំយើងប្រើសល់យ៉ាងអីយើងទុកបានកន្លះឆ្នាំឯទៀតអត់កកទេទៅទុកកន្លែងមួយលោកអញ្ចឹងណាកុំឲ្យត្រូវថ្ងៃក្របវាចិត្តល្អអញ្ចឹងណាបាទយើងបិទវាអញ្ចឹងមកហើយបិទទាំងសងខាងបងប្អូនណាយើងបិទទាំងសងខាងលើវាឈាបចូលសាច់អំបោះយើងអស់ចឹងយើងដាក់ខាងនេះម្ដងមកចឹងមកវាស្ងួតកាលហើយគឺវាជាប់ល្អហើយបោះអីវាអត់ងាយរបូតអាសរសៃមួយសៃហ្នឹងទេអញ្ចឹងអំបោះយើងគឺយើងប្រើបានយូរអានេះមកដបចង់ស្ទើខ្ញុំទិញសាគូមកថែមម្ដបទៀតអញ្ចឹងយើងចាក់ម្ដបទៀតទៅឲ្យចាក់ច្រើនទៅអញ្ចឹងចំណាយអស់ប្រហែលជា2ដបទេអញ្ចឹងអំបោះយើងប្រើប្រាស់បានយូរនិយាយទៅណា